ตาខ្ញុំអាចនិយាយឲ្យបានទេប្រកាសជាបាននិយាយតាមចិត្តមកខ្ញុំចង់ធ្វើជាមេតមខ្ញុំមានមេកងទ័ពពលីម្នាក់និងកងទ័ព10នាក់ការផ្ដោតតំណែងឲ្យឯងម្នាក់វាមិនមែនជារឿងពិបាកទេប៉ុន្តែពួកយើងកំពុងតែខ្វះខាតកងទ័ពវាមិនមែនជាផលចំណេញឯងឡើយលោកម្ចាស់ខ្ញុំត្រូវការប្រាក់ខែកងទ័ពទេសូម្បីតែស្មៀងអាហារក៏ខ្ញុំត្រូវការដែរខ្ញុំគ្រាន់តែត្រូវការតំណែងតែប៉ុណ្ណោះហើយម្យ៉ាងទៀតខ្ញុំនឹងឲ្យប្រាក់ខែលោកទៅវិញ2តម្លឹងរាល់ខែទៀតมันបានទេត្រូវតែថែម5តម្លឹង5តម្លឹងក៏បានប៉ុន្តែមួយទៀតខ្ញុំចង់គ្រប់គ្រងនៅតំបន់តាវសៀវដែរគោលបំណងនេសាទត្រីព្រមតាមនឹងចុះតើពេលណាចាប់ផ្ដើមបានទៅខ្ញុំអាចអនុម័តបានទីនេះភ្លាមវានឹងរួចរាល់ឆាប់ឥឡូវឯងត្រឡប់ទៅកន្លែងឯងយាមសិនទៅពេលរួចរាល់ខ្ញុំនឹងឲ្យគេប្រាប់ឯងអរគុណលោកម្ចាស់អេក្រោកឡើងមើលសេះនោះទៅច្បាស់ជាមន្ត្រីខ្ពង់ខ្ពស់ហើយសៀវហ្វូកុយចាំមកអ៊ីកូជីពេលដែលខ្ញុំមិននៅតំបន់យាមមានបញ្ហាមែនទេលីចាំងអានតើឯងបានសេះមកពីណាឥឡូវរស់ស៊ីមានបានហើយនេះហើយពិតជាមិនអន់មែនហ៎ណែមនអាំងសម្រាប់ពួកឯងទាំងអស់គ្នាអត់ខ្ញុំឲ្យមកខ្ញុំអ្នកឲ្យមកខ្ញុំមកប្រព័ន្ធឆាប់ចំមកទទួលបានកម្រិតចម្លង5ដងកុំដណ្ដើមគ្នាអីខ្ញុំមានច្រើនណាស់អត់ខ្ញុំស្ដាប់តាមខ្ញុំណាបើដើរតាមខ្ញុំអ្នកគ្រប់គ្នាប្រកាសជាបានញ៉ាំអីឆ្ងាញ់បងអានខ្ញុំនឹងដើរតាមបងរហូតខ្ញុំក៏អញ្ចឹងដែរពិតជាឆ្ងាញ់ណាស់បងធំវិជាដៅបងពិតជាអស្ចារ្យខ្លាំងណាស់នេះគ្រាន់តែជាការចាប់ដើមទេវាជាការចងចាំពីម្ចាស់មុនពិតជាមិនធម្មតាមែនលេចាំងអានមានបញ្ជាការចៅឲ្យខ្ញុំមកទីនេះលោកត្រូវដំឡើងឋានៈជាមន្ត្រីមេតបហើយហ៎ថាម៉េចមន្ត្រីមេតបបងធំតើបងធ្វើយ៉ាងម៉េចទើបអាចឡើងឋានៈបានពីព្រោះខ្ញុំជាមនុស្សដែលមានគុណធម៌នោះអីព្រោះខ្ញុំជាមនុស្សដែលមានសមត្ថភាពពួកជឿសូមគោរពលោកមេតបតាមសម្រួលមិនចាំបាច់ក្បាច់គោច្រើនពេកទេឥឡូវចាំទីនេះសិនណាខ្ញុំទៅទទួលតំណែងសិនបានលោកមេតបតោះយើងគេមិនមែនជាមនុស្សធម្មតាឡើយលោកម្ចាស់ខ្ញុំមកបង្ហាញខ្លួនបំពេញភារកិច្ចឥឡូវពួកយើងប៉ាពោះតែមួយតាមសម្រួលទៅឯងជាមេតបហើយឯកស្ថានមន្ត្រីថ្នាក់ទាបទី7ទីបំផុតក៏ខ្លាចទៅជាមនុស្សម្នាក់ដែលមានមុខមាត់ដែរហើយនេះគ្រាន់តែជាទឹកចិត្តបន្តិចតួចលោកម្ចាស់ទទួលយកទៅល្អណាស់ខ្ញុំនឹងចងចាំឯងក្នុងឱកាសល្អនៅពេលក្រោយអរគុណលោកម្ចាស់ប្រុងប្រយ័ត្នឲ្យមែនទែនកុំឲ្យសត្រូវមកឆ្មាក់យើងបានអីសោះបាទដាឌៀងបំបីគ្នាបាទមីយូបងប្រុសមកវិញហើយបងប្រុសបងជាមន្ត្រីហើយគ្រាន់តែថ្នាក់តូចតាចតែប៉ុណ្ណោះម៉ែមកមើលទីនេះលឿនបងប្រុសខ្លាចជាមន្ត្រីមេតបហើយម៉ែមកហើយហានេះជារឿងពិតមែនឯកូនណែម៉ែនេះជាការពិតអូឪវាអើយឯងកំពុងតែមើលពីលើមេឃមកមែនទេកូនចាំងអានរបស់ពួកយើងខ្លាចជាមេបញ្ជាការហើយត្រកូលលីបានសោចស្រង់កិត្តិយសឡើងវិញហើយម៉ែកុំយំពួកយើងនឹងមានជីវភាពធូរធារចាប់ពីពេលនេះមែនហើយម៉ែមីងយូនាងនិយាយត្រូវណាស់ភារកិច្ចតែមួយរបស់ម៉ែគឺរស់នៅឲ្យសុបាយចិត្តល្អណាស់ប៉ុន្តែពួកកងការពារទាំងអស់នោះជាណាទៅមីងយូមានមនុស្សចង់សម្រាប់ពួកយើងជាណាហេតុអីក៏ដល់ថ្នាក់ហ្នឹងស្ដេចចៅនៅភ្នំធាវយុសានខ្លាក់ខ្យល់បោកបានសម្រាប់ប្អូនប្រុសរបស់វាតែកុំបារម្ភ
ក្នុងទីក្រុងមានសុវត្ថិភាពជើងមានកងការពារពួកចៅមិនហ៊ានមកវាយប្រហារទេកូនត្រូវតែប្រយ័ត្នឲ្យមែនទែនពួកមនុស្សទាំងនោះគឺជាឃាតករសាហាវខុសខើណាស់ ពួកចៅទាំងនោះដើម្បីសុវត្ថិភាពគ្រួសារខ្ញុំត្រូវសិទ្ធិសមាធិពួកនោះចោលឲ្យអស់ម៉ែមីងយូសម្រាប់ស្រួលទៅខ្ញុំជាមន្ត្រីហើយខ្ញុំនឹងកម្ចាត់ពួកចៅនោះឲ្យខ្លួនឯង កូនប្រុសកុំទៅដុតកំហឹងពួកវាអីវាមិនសមនឹងកូនបដូរជីវិតឡើយបងប្រុសកុំស្ដាប់គាត់អីណាខ្ញុំគាំទ្របងកំចាត់ពួកមនុស្សអាក្រក់ទាំងនោះឲ្យអស់ទេអេកូននេះម៉ែប៊ីនឹងភ្លេចការចងចាំរបស់ម៉ែមិនសូវល្អទេម៉ែឲ្យពួកស្រីបំរើរៀបចំអាហារសន្ធឹកសន្ធាប់កូនច្បាស់ជាលឿនហត់ណាស់តែញ៉ាំបាយហើយរួចក៏ទៅសម្រាកទៅណាកូនណា អរគុណម៉ែ តោះទៅ ខ្លាខ្យល់ឲ្យតែខ្ញុំបានប្រមូលផ្ដុំអ្នកខ្លាំងបានពេលណាឯងជាមនុស្សដំបូងដែលខ្ញុំត្រូវសម្លាប់ បាទធំមិនក៏បានជាមកចង់គ្រប់គ្រងភូមិដាច់ស្រយាលដែលគ្មានតម្លៃបែបនេះទៅវិញវាគ្មានប្រយោជន៍អីតតែសោះពន្ធដារត្រូវគេប្រមូលទុកមុនជាង10ឆ្នាំឯណោះអ្នកភូមិនេះត្រូវបានគេចម្រិតទៅអស់អាលីង ខ្ញុំ ហើយ មិនមែនមកដើម្បីលុយទេគឺខ្ញុំចង់បានដីធ្លីនិងមនុស្សដើម្បីបង្កើតកងទ័ពផ្ទាល់ខ្លួនក ងទ័ពផ្ទាល់ខ្លួននោះគឺជាអំពើក្បត់ជាតិយើងនឹងដាច់ក្បាលជាមិនខានទេ អាលោកងងើយខ្ញុំបានប្រាប់លោកមេបញ្ជាការចៅរួចហើយថាពួកយើងមកទីនេះដើម្បីនេសាទត្រីខ្ញុំត្រូវការនេសាទឲ្យបានច្រើនមានបញ្ហាទេ គ្មានបញ្ហាទេបោះធំពិតជាឆ្លាតមែនប៉ុន្តែនៅទីនេះមិនសូវមានមនុស្សរស់នៅប្រមាណទេស ង្គ្រាមគ្រប់ទីកន្លែងជនភៀសខ្លួនគ្រប់ទីកន្លែងបើសិនជាយើងផ្ដល់អាហារនិងផ្ដល់ចម្រោកឲ្យគេគ្រប់គ្រាន់នោះពួកគេប្រកាសជារត់មករកយើងចំខានទេ បងធំពិតជាអស្ចារ្យមែនទែន អស់មែនហើយតែអាចបានស្បៀងដែលខ្ញុំត្រូវការហើយនៅ រួចរាល់ហើយនៅក្នុងជំរំខាងនោះតោះទៅបងធំការប្រមូលរបស់របរទាំងអស់បានតិចតួចណាស់នេះគឺជាអ្វីទាំងអស់ដែលខ្ញុំប្រមូលបាន ម្ល៉េះទេចេញទៅវិញសិនទៅ បាទលោកមេតំ ប្រព័ន្ធចាប់ផ្ដើមធ្វើការ ប្រព័ន្ធដំណើរការតើមានការណែនាំអ្វីខ្លះ ប្រព័ន្ធបញ្ញាប់ឡើងចម្លងចេញទាំងអស់ ការបញ្ជាកំពុងចាប់ផ្ដើមកម្រិតចម្លង520ដង ឥឡូវបង្កើតកងទ័ពរបស់ខ្ញុំបានហើយ អាពួកបោកប្រាស់ឯងបោកប្រាស់ពួកយើងឯងបោកប្រាស់ពួកយើងអាមនុស្សកុហករឿងនេះមិនចំត្រឹមនឹងទេឯងចាំធ្វើឬ គ្រប់គ្នាមានរឿងអីហ្នឹង ពួកគេមកទាមទារអាហារពីលោកមេតំមនុស្សរបស់លោកប្រាប់ថាមានអាហារចែកហ្វ្រីនោះហើយគឺជាមូលហេតុដែលពួកយើងមកកន្លែងកប៉ិកកពុកនេះមានអាហារមកពីណាស្រែក៏គ្មានពួកឯងចង់កុហកជើងមែនទេសម្រាប់វាចោលទៅអ្នកទាំងអស់គ្នាអ្នកសៀក ហ្វូគីដាក់ដាវចុះទៅ ពួកយើងគ្រាន់តែជាស្ត្រីមេម៉ាយនិងក្មេងកំព្រាដែលកំពុងដាច់បាយប៉ុណ្ណោះពួកយើងមិនបានញ៉ាំអីសោះពីថ្ងៃហើយសូមលោកម្ចាស់ ខ្ញុំមិនបាននិយាយពីអាហារ បា ទេ ទចុះបង្ហាញមកពួកគេបានសន្យាជាមួយពួកយើងថានឹងឲ្យម្សៅមីហើយនឹងសាច់ចែកហ្វ្រីនោះហើយជាមូលហេតុដែលយើងមកមិនមែនហើយមែនហើយ ត្រូវហើយអ្នកណាចេះធ្វើម្ហូបចូលមកហើយអ្នកដែលមិនចេះហើយនៅសល់ឈរតម្រង់ជួរទៅ តើគេនិយាយជាការពិតទេចុះបាននេះជាអន្ទាក់ហើយគេសម្លាប់យើងខាងក្នុងវិញ ខ្ញុំនៅទៅចាំសញ្ញារបស់ខ្ញុំបើសិនជាមានរឿងអីពួកយើងនឹងតដៃរហូតដល់ស្លាប់ មែនហើយ ពួកយើងនឹងតស៊ូជាមួយពួកវា ចូលមកឲ្យឆាប់ឡើងចូលមក នេះជាការពិតមែនទេ ណែតើមានរស័យកើតឡើងនៅខាងក្នុងតើពួកវាវាយឯងមែនទេអានេះបងប្អូនសម្រុកចូលទៅ ចូលទៅ តោះឲ្យលឿនឡើងมันអាចទៅរួចទេអាហាសម្លៀកបំពាក់មានគ្រប់យ៉ាងទាំងអស់តើខ្ញុំកំពុងចូលសពមែនទេវាជាអភូតហេតុណាស់ រក្សាសណ្ដាប់ធ្នាប់ល្អចាប់ផ្ដើមបង្កាត់ភ្លើងទៅដាំទឹកដាំបាយឲ្យលឿនឡើងទៅ បាទលោកម្ចាស់ខ្ញុំទៅហើយតោះនៅបានគ្រប់គ្នាណា មួយយកមកណាមួយបាទអរគុណលោកម្ចាស់ បើមិនឆ្អែតអាចយកថែមបានហូបទាន់តែឆ្អែត អរគុណ
ហូបឲ្យឆ្អែតគ្រប់គ្នាណា លោកគឺជាអ្នកមានបុណ្យមែន លោកម្ចាស់ជាអ្នកមានបុណ្យលោកម្ចាស់ពិតជាមានចិត្តទូលាយមែនតើខ្ញុំនឹងអរគុណ ពួក ជារៀ ជា ង នឹង រ ថ្លៃ ហូត ជីវិតជូនលោក ឡោះណាពេលដែលហូបឆ្អែតហើយនឹងទទួលបានសម្លៀកបំពាក់និងរបស់ប្រើប្រាស់ដទៃទៀតគ្រប់គ្នាមានសិទ្ធិកាប់ឈើសង់ផ្ទះសម្បែងចាប់ពីថ្ងៃតទៅអ្នកគ្រប់គ្នាគឺជាប្រជាជនតាសៀប្រុសមានកម្លាំងមាំមួនបើសិនជាចង់បានកិត្តិយសនាំគ្នាហូបហើយទៅកាន់ដាវទៅ ពេលនេះខ្ញុំចូលរួមខ្ញុំនៅធ្វើធានខ្ញុំនៅធ្វើធាន អាឡាត់អញចាំមកធំសិនទៅភារកិច្ចរបស់អញនៅពេលនេះត្រូវតែញ៉ាំឲ្យច្រើនណា ខ្ញុំនឹងខំប្រឹងឲ្យមកមុនដើម្បីបំរើលោកម្ចាស់ គ្រឹះរបស់ខ្ញុំបានរៀបចំរួចហើយខ្លាខ្យល់ថ្ងៃស្លាប់របស់អញជិតមកដល់ហើយ 4 ឈប់សិនលោកមេតបខ្ញុំបានធ្វើតាម